សួស្តីពុកម៉ែបងប្អូនថ្ងៃនេះគូនិនមានវីដេអូយល់ដឹងរបៀបធ្វើប្រព័ន្ធទឹកដាក់ជីស្រោចដំណាំអាឡឹកពុកម៉ែបងប្អូនខ្ញុំធ្វើរបៀបអញ្ចឹងឲ្យពុកម៉ែបងប្អូនធ្វើរបៀបអញ្ចឹងយើងនិយាយស្រោចដំណាំអាឡឹកយើងនិយាយស្រួលហើយចំណេញពេលវេលាអត់ចំណាយពេលយូរយើងបូមធ្វើប្រព័ន្ធទឹកអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើបានធ្វើដូចខ្ញុំបានធ្វើចឹងខ្ញុំតវ៉ានតបានបើកដាក់ប្រព័ន្ធទឹកពីធុងអញ្ចឹងណាពុកម៉ែបងប្អូនអ្នកខ្លះគេដាក់ស្តែនដាក់ទៅអញ្ចឹងណាពុកម៉ែបងប្អូនរបៀបខ្ញុំតវិធីសាស្ត្រអញ្ចឹងពុកម៉ែបងងាយស្រួលប្រើហើយនេះយើងដាក់តាមបង្ហូរតម្លក់ទឹកអញ្ចឹងណាពុកម៉ែបងប្អូនខ្ញុំដាំនេះវាទី3ហើយក្នុងខែ4នេះដាំពីខែ4ឥឡូវខ្ញុំដាំវគ្គនេះបានផល 90% ពុកម៉ែបងប្អូនខ្ញុំបដោះកូនបានកូនផលគួសមបានយកមកដាំដុះនៅលើដីអញ្ចឹងបានច្រើនជាងមុនពុកម៉ែបងប្អូនមុនយើងមានឧបសគ្គដាំដុះហ្នឹងវាអត់ដុះបានគ្រប់ដៅអញ្ចឹងទេណាពុកម៉ែអានេះខ្ញុំដាំបានដុះគ្រប់ដៅអញ្ចឹងការបត់ពិសោធន៍កន្លងមកយើងជួបឧបសគ្គច្រើនពុកម៉ែបងប្អូនឥឡូវនេះយើងមានដំណោះស្រាយពិសាធ្វើវាហើយធ្វើបានចូល 90% ដែរពុកម៉ែបងហើយយើងនៅបញ្ហា 20% ទៀតការបណ្ដុះវាដើមទីដំបូងបងប្អូនយើងនៅសិក្សាបន្ថែមពីវាទៀតយើងជោគជ័យ 100% ពុកម៉ែបងប្អូនអញ្ចឹងការដាំនេះពិបាកណាស់ពុកម៉ែបងប្អូនមិនឆ្នាំក្រោយវាអាចបានផលខ្ពស់ជាងមុនពុកម៉ែបងប្អូននេះយើងនិយាយចំទៅយើងអ្នកថ្មីអ្វីក៏ថ្មីទាំងស្រុងពុកម៉ែបងប្អូនអញ្ចឹងបញ្ហាយើងជួបប្រទេសរហូតវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំទស្សនាវគ្គក្រោយទៀតបាយ